ផលពិបាកនៃភាពខ្ជិលភាពខ្ជិលអាចនាំឲ្យមានផលពិបាកជាច្រើនទាំងខាងផ្លូវកាយផ្លូវចិត្តនិងសង្គមផលពិបាកខាងសុខភាពបញ្ហាសុខភាពដោយសារអវត្តមាននៃសកម្មភាពរាងកាយហានិភ័យកើនឡើងនៃជំងឺដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងសម្ពាធឈាមខ្ពស់ទម្ងន់កើនហួសប្រមាណផលពិបាកផ្លូវចិត្តអារម្មណ៍ទាបការមិនស្កប់ស្កល់ចិត្តការថយចុះនៅទំនុកចិត្តខ្លួនឯងភាពតានតឹងនិងពិបាកគ្រប់គ្រងអារម្មណ៍ការគិតអវិជ្ជមានបង្កើនឡើងផលពិបាកផ្នែកសង្គមនិងជីវភាពសមិទ្ធផលការងារថយចុះការលំបាកក្នុងការរក្សាទំនាក់ទំនងឱកាសការងារតិចជាងភាពជំពាក់ហិរញ្ញវត្ថុភាពពិបាកក្នុងការសម្រេចគោលដៅជីវិតផលពិបាកផ្នែកបញ្ញាការផ្លាស់ប្ដូរអវិជ្ជមាននៃទម្លាប់គិតការថយចុះនៅសមត្ថភាពផ្ដោតអារម្មណ៍ការពិបាកធ្វើការសម្រេចចិត្តការគិតប្រកាន់ខ្ជាប់នឹងអវត្តមាននៃភាពប្រឈមការយល់ដឹងពីផលពិបាកទាំងនេះអាចជាជំហានដំបូងឆ្ពោះទៅរកការផ្លាស់ប្ដូរទម្លាប់និងការអភិវឌ្ឍខ្លួនឯងការកំណត់គោលដៅតូចការបង្កើតទម្លាប់ល្អនិងការស្វែងរកការគាំទ្រអាចជួយយើងយកឈ្នះលើភាពខ្ជិលបាន